តោះបងប្អូនមើលពីរបៀបដាំចន្ទីសម្រាប់អ្នកថ្មីនេះខ្ញុំជីករណ្ដៅជម្រៅកន្លះម៉ែត្រឬក៏2ឆ្អាមឬ2ឆ្អាមជាងហើយនេះខ្ញុំដាក់ជីស្រីរៀងជាមួយ DAP ដាច់ខាត់គឺត្រូវតែដាក់មកនេះសម្រាប់ចន្ទីខ្ញុំដាំបទពិសោធន៍ខ្ញុំដាំពីមុនមកបើមិនដាក់ទេក៏ពិបាកដែរនេះពេលដាក់រួចគឺត្រូវតែជន់ដីធ្វើម៉េចត្រូវតែជន់ដីឲ្យជ្រៅរួចហើយបានយើងចាប់ផ្ដើមដាក់កូនស្វាយចន្ទីយើងវាស់ធ្វើម៉េចឲ្យស្មើនឹងមាត់រណ្ដៅបងប្អូនឲ្យស្មើនឹងមាត់រណ្ដៅរបស់យើងអាហ្នឹងសម្រាប់ចន្ទីខែវស្សាដែលយើងដាំនេះដាច់ខាតគឺត្រូវធ្វើម៉េចឲ្យស្មើនឹងឬមួយក៏លើមាត់រណ្ដៅបន្តិចបើសិនជាយើងដាក់ក្រោមប្រហែលជាវាពិបាកអាចនឹងលិចទឹកឬក៏ស្លាប់ព្រោះនេះចូលខែ6ចូលខែ7ហើយនេះពេលដាំហើយគឺត្រូវតែជន់វាឲ្យវាណែនល្អដើម្បីកុំឲ្យវាអង្គើទី1ទី2កុំឲ្យចោលវាលួចព្រោះឥឡូវសាប៊ូចោលលួចកូនស្វាយចន្ទីដែលយើងដាំណាសម្រាប់ខាងខ្ញុំនេះបាទហើយនេះរូបមន្តថ្មីហើយខ្ញុំក៏បានពិសោធន៍បានជាច្រើនដែរបាទទទួលបានទិន្នផលល្អលូតលាស់ត្រួយល្អទៀត